来一起默祷。 សូមអធិដ្ឋានចិត្ត 阿门。 អាមែន 奉主耶稣圣名， ក្នុងព្រះនាមព្រះយេស៊ូវ 我们要分享《使徒行传》第8章。 ពួកយើងចែកចាយនៅព្រះគម្ពីរកិច្ចការចំពុកទី8 《使徒行传》第8章 ព្រះគម្ពីរកិច្ចការចំពុកទី8 第1节到第3节 ខទី1ដល់ខទី3 请念。 សូមអាន ក្នុងព្រះនាមព្រះយេស៊ូវខ្ញុំសូមអានព្រះគម្ពីរកិច្ចការចំពោះទី8ខ1នៅថ្ងៃនោះឯងក៏កើតមានសេចក្តីបិទបៀនជាខ្លាំងទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិមហើយពួកជំនុំត្រូវចាត់ខ្ចាយនៅតែពីក្នុងស្រុកយូដានិងស្រុកសាម៉ារីលើកតែពួកសាវកចេញពីរីឯខ្មោចស្តេផាននោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះបាននាំយកទៅកប់ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង3រីឯសុលបានធ្វើទុកដល់ពួកជំនុំខ្លាំងណាស់ដោយចូលគ្រប់តែផ្ទះចាប់ទាញអូសទាំងប្រុសទាំងស្រីបញ្ជូនទៅដាក់គុកអាមែន អាមែន 这个地方是记载教会受到很大的逼迫。 ចឹងចំណុចនេះចំណុចកន្លែងនេះបានកត់ត្រាថាព្រះវិហារត្រូវទទួលបានការបិទបៀនជាខ្លាំង 那么这个逼迫是从耶路撒冷的教会开始， ហើយការបិទបៀននោះគឺចាប់ផ្ដើមមានតាំងពីព្រះវិហារនៅទីក្រុងយេរូសាឡិម 所以那时候信耶稣的人， ហើយពេលនោះអ្នកដែលជឿព្រះយេស៊ូវទាំងអស់ 除了12个使徒， ក្រៅពីសាវក12នាក់ 他们没有离开耶路撒冷， ពួកគាត់បានចាក់ចេញពីក្រុងយេរូសាឡិមទេ 这些信主的人就分散到犹太和撒玛利亚。 អញ្ចឹងបានន័យថាអ្នកជឿព្រះទាំងអស់ហ្នឹងគឺបានបែងខ្ញាយចាក់ខ្ចាយគ្នាហ្នឹងទៅដល់ក្រុងយូដាហើយនឹងស្រុកសាម៉ារី 因为当时呢，司提反呢被打死了， តែថាពេលនោះផងដែរគឺស្តេផានហ្នឹងត្រូវបានគេវាយសម្លាប់ណា 所以这些虔诚的人、爱主的人就把他埋葬了。 ហើយអញ្ចឹងអ្នកដែលស្រឡាញ់ព្រះទាំងអស់ហ្នឹងគឺយកសាកសពគាត់ហ្នឹងទៅកប់យកខ្មោចគាត់ទៅកប់ណា 好，那么刚才我有讲过， អំបីមិនខ្ញុំបាននិយាយ 当时的大逼迫， ការបិទបៀនដ៏ធំពេចំនួននោះ 12个使徒留在耶路撒冷， កូនសិស្ស12នាក់ហ្នឹងគឺនៅក្រុងយេរូសាឡិម 并没有离开。 អត់បានចាក់ចេញទៅណាទេ 但是信耶稣的人呢，一个一个离开。 ប៉ុន្តែអ្នកជឿព្រះយេស៊ូវគឺចាក់ចេញម្ដងម្នាក់ម្ដងម្នាក់ 他们到了犹大还有撒玛利亚。 ពួកគាត់បានទៅស្រុកយូដាក៏ដូចជាស្រុកសាម៉ារី 好，接着念第4节一直到第8节哦。 បន្តអានកិច្ចការចំពោះ8ខ4ដល់ខ8 ក្នុងព្រះនាមព្រះយេស៊ូវខ្ញុំសូមអានព្រះគម្ពីរកិច្ចការចំពោះ8ខ4ចំណែកអស់អ្នកដែលត្រូវចាត់ខ្ចាយនោះគេដើរចុះឡើងទាំងផ្សាយដំណឹងល្អគឺជាព្រះបន្ទូល5រីឯភិតលិកគាត់ចុះទៅឯទីក្រុងមួយនៅស្រុកសាម៉ារីព្រមប្រាប់គេពីព្រះគ្រីស្ទ6ហើយបណ្ដាមនុស្សក៏ស្លុកចិត្តគ្នានិងប្រុងស្ដាប់ទាំងអស់គ្នានឹងប្រងស្ដាប់អស់ទាំងសេចក្តីដែលភិតលិកនិយាយដោយគេឮហើយនឹងឃើញទីសម្គាល់ដែលគាត់បានធ្វើ7រួចមានអារៈ ព្រោះមាន អារៈ អាសោច ដែលបានចូលមនុស្សជាច្រើនវាស្រែកឡើងជាខ្លាំងរួចចេញមកក៏មានមនុស្សស្លាប់ដៃស្លាប់ជើងនិងមនុស្សខ្វិនជាច្រើនបានជាដែរ8ហើយនៅទីក្រុងនោះគេមានសេចក្តីអំណរជាខ្លាំង អាមែន អាមែន 这里是特别讲到这些信耶稣的人，分散到各处去传道。 ចឹងកន្លែងនេះបាននិយាយជាពិសេសឡើងថាអ្នកដែលជឿព្រះយេស៊ូវទាំងអស់ហ្នឹងពួកគាត់បានបែងចែកខ្ញាក់ខ្ចាត់ខ្ចាយហ្នឹងគឺពួកគាត់ដើរផ្សព្វផ្សាយនឹងល្អគ្រប់ទិសទី 这是自己愿意做的， បានន័យថាគឺស្ម័គ្រចេញពីចិត្តធ្វើខ្លួនឯងហ្មងណា 也不是耶路撒冷使徒差派的。 ហើយក៏មិនមែនថាកូនសិស្សដែលនៅក្រុងយេរូសាឡិមហ្នឹងបែងចែកឲ្យទៅទេ 那么这个腓力呢，他到了撒玛利亚城，
ហើយចំណែកភីលីបវិញគាត់បានទៅក្រុងសាម៉ារី去那边传扬耶稣基督。 ទៅផ្សព្វផ្សាយដំណឹងរបស់ព្រះយេស៊ូវ 那么众人呢都听腓力所传的道， ហើយបណ្ដាមនុស្សទាំងអស់ហ្នឹងគឺពួកគាត់នាំគ្នាស្ដាប់ព្រះបន្ទូលដែលភីលីបបានចាត់ចែង 因为神与腓力同在， ដោយសារតែព្រះយេស៊ូវទ្រង់គង់នៅជាមួយនឹងភីលីប 因为他能够行神迹呀、 ដោយសារគាត់អាចធ្វើទីសម្គាល់អស្ចារ្យ 所以众人呢就同心合意的听从腓力的话。 អញ្ចឹងបណ្ដាមនុស្សនោះគឺរួមចិត្តគ្នាស្ដាប់ព្រះបន្ទូលដែលភីលីបអធិប្បាយ 因为神与腓力同在， ដោយសារតែព្រះយេស៊ូវទ្រង់គង់នៅជាមួយនឹងភីលីប 能够行很多的神迹奇事， ហើយក៏មានទីសម្គាល់ជាច្រើនកើតឡើង 因为有很多被污鬼呢来附身的， ហើយក៏ត្រូវអ្នកដែលអរិយអសោចវាចូលហ្នឹងណាជាច្រើនអ្នកហ្នឹង 这个污鬼是脏鬼啦。 អញ្ចឹងអរិយនោះគឺជាអរិយកខ្វក់អរិយកក្រិចណា 哎，污鬼有很多种，那个鬼被鬼附的很多种啊。 អញ្ចឹងអរិយចូលនោះវាមានអរិយជាច្រើន 哎，除了很脏的鬼以外， ក្រៅពីអរិយកក្រិចហ្នឹងវាមានអរិយច្រើនទៀត 啊，有的太干净了，很过分。 ហើយខ្លះទៅគឺស្អាតវាស្អាតលើសហ្មងលើសពីស្អាតទៀត 人要干净整齐是没有错， អញ្ចឹងមនុស្សយើងហ្នឹងគឺអ្នកដែលចង់ស្អាតអនាម័យហ្នឹងគឺវាពិតប្រាកដហើយ 他可能看到一个人工作身上的衣服呢，满身是汗， ប្រហែលជាគាត់មើលឃើញថាអូមនុស្សម្នាក់ហ្នឹងគឺសម្លៀកបំពាក់របស់គាត់ហ្នឹងពោពេញទៅដោយញើស 我觉得这个人很脏，这样 ហើយគាត់មានអារម្មណ៍ថាអូយមនុស្សនេះគឺពិតជាកខ្វក់មែន 会觉得非常不舒服啊。 កលេចមើលទៅគឺមានអារម្មណ៍ថាមិនស្រួលខ្លួនសោះ 哎，那这个鬼附身在人的身上， ហើយអរិയമនាក់ហ្នឹងចូលទៅក្នុងមនុស្ស 大声呼叫， ស្រែកខ្លាំង 哎，腓力有神同在。 ភីលីបមានព្រះគង់នៅ 他能够让鬼从人的身上出去啊， ហើយគាត់អាចធ្វើឲ្យអរិយហ្នឹងចេញពីខ្លួនមនុស្សហ្នឹងបាន 还有很多瘫痪的， ហើយនឹងមានមនុស្សខ្វិនជាច្រើន 瘸腿的， ពិការជាច្រើន 本来都不能走路的， ដើមឡើយគឺគាត់មិនអាចដើរបាន 本来都一直睡觉的。 ដើមឡើយគឺគាត់តែងតែដេក 神与腓力同在， ហើយព្រះគង់នៅជាមួយនឹងភីលីប 他所传的耶稣基督的福音 ហើយភីលីបផ្សព្វផ្សាយដំណឹងល្អសុទ្ធតែដំណឹងរបស់ព្រះយេស៊ូវ 啊，有神与他同在， មានព្រះគង់នៅជាមួយគាត់ 这些瘫痪的都得到医治。 អញ្ចឹងបានន័យថាអ្នកដែលគាត់ពិការទាំងអស់ខ្វិនទាំងអស់ហ្នឹងគឺពួកគាត់ហ្នឹងគឺទទួលបានការព្យាបាល 本来都躺在船上的， ដើមឡើយគឺដេកនៅលើក្រែទេ 都得到医治， ហើយក៏ទទួលបានការព្យាបាល 能够起来行走， គាត់អាចងើបឈរឡើងដើរបាន 还有瘸腿的 ហើយនឹងអ្នកដែលពិការ 啊，本来不能走路的， ដើមឡើយគឺគាត់អត់ដើរកើតទេ 得到医治之后 ហើយពេលដែលគាត់ទទួលបានការព្យាបាល 啊，就能够走路了。 ពួកគាត់បានន័យថាមិនថាអ្នកស្លាប់ដៃជើងក៏ដូចជាខ្វិនគឺដើរបានទាំងអស់ 啊，所以呢，在撒玛利亚呢就大有欢喜呀、 អញ្ចឹងពេលនោះហើយគឺនៅស្រុកសាម៉ារីនោះគឺមានអំណរជាខ្លាំង 那么腓力能够行这么大的神迹， ហើយភីលីបអាចធ្វើទីសម្គាល់អស្ចារ្យយ៉ាងច្រើនបែបនេះ 这是主耶稣基督他所应许的。 គាត់អាចធ្វើបានពីព្រោះអីគឺព្រះយេស៊ូវគឺទ្រង់បានសន្យាជ所ុំ以 គាត់ហើយ 我 ឯង 们真的有去做传福音工作， អញ្ចឹងប្រកាសណាស់បើសិនជាយើងពិតជាមានចិត្តក្នុងការទៅធ្វើការផ្សាយដំណឹងល្អរបស់ព្រះមែន 主耶稣一定同在的。 ព្រះទ្រង់គង់នៅជាមួយ 我们来看马可福音16章， សូមមើលនៅព្រះគម្ពីរម៉ាកុសចំពុក16马可福音第16章， ព្រះគម្ពីរម៉ាកុសចំពុក16马可福音16章， ព្រះគម្ពីរម៉ាកុសចំពុក16主耶稣交代他的门徒 ព្រះយេស៊ូវទ្រង់បានផ្ដាំទៅកូនសិស្ស 说：“你们要出去，把福音传遍天下。 ថាអ្នករាល់គ្នាទៅផ្សព្វផ្សាយនឹងល្អឲ្យបានពាសពេញផែនដី 那么相信的人， ហើយអស់អ្នកដែលជឿជាក់ 有神迹奇事随着他们， នឹងមានទីសម្គាល់តាមពួកគាត់ 可以赶鬼， អាចដេញអរិយបាន 会说新方言。 អាចនិយាយភាសាដទៃបាន 手如果不小心抓到毒蛇，
ហើយបើសិនជាមិនប្រយ័ត្នដៃហ្នឹងគឺចាប់កាន់ពោះ也不会被咬死。 ក៏មិនត្រូវពោះហ្នឹងចឹកស្លាប់បានដែរ 手按病人就好了。 អញ្ចឹងបើសិនជាដៃដាក់លើអ្នកជំងឺនឹងជា 那么主耶稣讲完了这些话， ហើយពេលដែលព្រះយេស៊ូវនិយាយមានបន្ទូលចប់សពគ្រប់ហើយ 哎，他的门徒就顺服了。 អញ្ចឹងកូនសិស្សក៏ស្ដាប់បង្គាប់ 啊，请念马可福音16章 សូមអាននៅព្រះគម្ពីរម៉ាកុសចំពុក16第19节和20节。 ខ19 20 ក្នុងបរិញ្ញាបត្រស៊ូខ្ញុំសូមអានព្រះគម្ពីរម៉ាកុសចំពុក16ខ19ដូច្នោះក្រោយដែលព្រះអម្ចាស់បានញាតបន្ទូលនឹងគេរួចហើយនោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថានសួគ៌វិញឲ្យគង់នៅខាងស្ដាំ20រីឯសិស្សគេចេញទៅប្រកាសប្រាប់ទៅសពគ្រប់អន្លើដោយមានព្រះអម្ចាស់ធ្វើការជាមួយទៀតបញ្ជាក់ព្រះបន្ទូលហើយទីសម្គាល់ដែលកើតមកតាមក្រោយផងអាមែន 阿门。主耶稣他告诉他的门徒以后， ព្រះយេស៊ូវពេលដែលទ្រង់ប្រាប់ទៅកូនសិស្សរបស់ទ្រង់ទាំងគ្រប់គ្នាហើយ 就说要去传福音。 បានន័យថាឲ្យពួកគាត់ទៅសព្វផ្សាយដំណឹងល្អ 那么因为是主耶稣的命令， អញ្ចឹងដោយសារតែជាបញ្ជារបស់ព្រះយេស៊ូវ 这是神的旨意。 បានន័យថាជាបំណងព្រះហត្ថីរបស់ទ្រង់ 后来耶稣升天了， ក្រោយមកព្រះអង្គក៏ឡើងទៅឋានសួគ៌ 第19节下面这样说。 អញ្ចឹងមួយកំណាត់ខាងក្រោមនៃខ19这里说，他就坐在神的右边。 កន្លែងនេះក៏បាននិយាយថានោះព្រះបិតាបានទទួលទ្រង់ឡើងទៅឯស្ថានសួគ៌ឲ្យគង់នៅខាងស្ដាំ 那么到底耶稣就在神的右边做什么？ ហើយគង់នៅខាងស្ដាំព្រះនឹងគង់នៅធ្វើអី 好，我们来看罗马书 ព្រះគម្ពីររ៉ូម 第8章 ព្រះគម្ពីររ៉ូមចំពុក8第8章 ព្រះគម្ពីររ៉ូមចំពុក8 34节。 ខ34 好，前面 ក្នុងបរិញ្ញាបត្រស៊ូខ្ញុំសូមអានព្រះគម្ពីររួមចំពុក18ចំពុក8ខ34តើអ្នកណានឹងក៏កាត់ទោសគេបានត្បិតព្រះគ្រីស្ទទ្រង់បានសគត់ជំនួសគេហើយតែដែលថាទ្រង់រស់ឡើងវិញនោះមានតំណងជាងទ្រង់ក៏គួងនៅខាងស្ដាំនៃព្រះហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរអាមែន 阿门。 មែន 主耶稣在神的右边， អញ្ចឹងព្រះគ្រីស្ទយេស៊ូវទ្រង់គង់នៅខាងស្ដាំដៃរបស់ព្រះ 现在在神的右边， ឥឡូវហ្នឹងគឺទ្រង់នៅខាងស្ដាំដៃរបស់ព្រះ 替我们祷告。 គឺនៅខាងស្ដាំរបស់ព្រះជួយអធិដ្ឋានជំនួសយើងរាល់គ្នា 他是永远的现在为我们祷告。 បានន័យថាអស់កលជានិច្ចគឺទ្រង់នៅតែជួយអធិដ្ឋានឲ្យយើងរាល់គ្នា 所以传福音是神的旨意， អញ្ចឹងការសព្វផ្សាយនឹងល្អគឺជាបំណងព្រះហត្ថីរបស់ព្រះ 主耶稣的命令。 គឺជាបញ្ជារបស់ព្រះ 所以在马可福音16章， ដូច្នេះហើយនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក16 16章的20节， ខ20马可福音16章20节。 ព្រះគម្ពីរម៉ាកុសចំពុក16ខ20 马可福音16章20节， ព្រះគម្ពីរម៉ាកុសចំពុក16ខ20 ក្នុងបរិញ្ញាបត្រស៊ូខ្ញុំសូមអានព្រះគម្ពីរម៉ាកុសចំពុក16ខ20ឯពួកសិស្សគេចេញទៅប្រកាសប្រាប់ទៅនៅសពគ្រប់អន្លើដោយមានបន្ទូលព្រះអម្ចាស់ធ្វើការជាមួយទាំងបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់ដែលកើតមកតាមក្រោយផងអាមែន 阿门。所以门徒这样出去传福音， ដូច្នេះហើយកូនសិស្សពួកកូនសិស្សពួកគាត់បានចេញទៅសព្វផ្សាយដំណឹងល្អ 到处去传福音， ដើរសព្វផ្សាយដំណឹងល្អគឺបានន័យថាគឺគ្រប់ទាំងអន្លើ 好像当时耶路撒冷的信徒 ប្រៀបដូចជាចំនួននោះគ្រីស្ទបរិស័ទបានន័យថា 到处去传福音， ពួកគាត់សព្វផ្សាយដំណឹងល្អគ្រប់កន្លែងទាំងអស់ 哎，
腓力呢，他到撒玛利亚去， ចំពោះភីលីបផ្ទាល់គឺគាត់ទៅក្រុងសាម៉ារី 他有的到犹大去。 ខ្លះទៅស្រុកយូដា 所以耶稣的门徒在传福音的时候， អញ្ចឹងកូនសិស្សរបស់ព្រះយេស៊ូវពេលដែលពួកគាត់ទៅផ្សព្វផ្សាយនឹងល្អ 主耶稣和他们同工， ព្រះយេស៊ូវបានរួមមិត្តរួមចិត្តធ្វើការជាមួយនឹងពួកគាត់ 神迹奇事随着他们， អញ្ចឹងទីសម្គាល់ហ្នឹងគឺនៅជាមួយនឹងពួកគាត់ជានិច្ច 所传的道是真的。 បានន័យថាដំណឹងដែលផ្សាយគឺជាដំណឹងពិត 哎，所以阿门就是实实在在。 ដូច្នេះហើយអាមែនបានន័យថាគឺពិតពិត 好，那么这就是我们所看到腓力传福音的时候， ដូច្នេះហើយពេលដែលយើងមើលឃើញភីលីបគាត់ផ្សព្វផ្សាយនឹងល្អ 跟当时的门徒听从主耶稣的话去传福音是一样的。 ដូចជាការចំនួនភីលីបបានផ្សព្វផ្សាយនឹងល្អអញ្ចឹង 哎，那么耶稣基督 ហើយព្រះគ្រីស្ទយេស៊ូវ 他在天上 ព្រះអង្គគង់នៅលើមេឃនៅលើឋានសួគ៌ 一直为这些传福音的人祷告。 ជួយអធិដ្ឋានឲ្យអស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ 所以我们要知道，整个宇宙啊，天上的、地上的、地底下的， ដូច្នេះហើយយើងទាំងអស់គ្នាត្រូវដឹងថាមិនថាលើមេឃក្រោមដីលើដី 对，为什么在天上的 ហេតុអីបាននិយាយលើមេឃ 还有众天使啊？ ដោយសារតែមានពពួកទេវតា 耶稣基督的能力超过众天使， ចឹងសមត្ថភាពព្រះចេស្តារបស់ព្រះយេស៊ូវនឹងលើសពីពពួកទេវតាទាំងអស់ហ្នឹង 那么地上有很多的君王啊， ហើយនៅលើដីនៅលើផែនដីគឺជាច្រើនគឺជាស្ដេចផែនដី 但是耶稣基督是万王之王， ប៉ុន្តែចំពោះព្រះយេស៊ូវវិញគឺមានអំណាចលើសអស់ទាំងស្ដេចផែនដីនឹងទៅទៀត 哎，他是最大的， ហើយទ្រង់ធំជាងគេ 哎，所以呢，在这个地方我们要知道， ដូច្នេះហើយចំណុចកន្លែងនេះយើងទាំងអស់គ្នាត្រូវដឹង 魔鬼虽然压制、辖制人类， បីត្បិតតែអរិយវាបានសង្កត់ក៏ដូចជាបិទភ្នែកចិត្តរបស់មនុស្ស 但是只要是我们按照圣经的道理去传福音， ប៉ុន្តែឲ្យតែយើងផ្សព្វផ្សាយដំណឹងល្អតាមព្រះបន្ទូលរបស់ទ្រង់ 我们一定能够胜过魔鬼， យើងនឹងឈ្នះពួកអរិយ 能够从魔鬼的手中把他们救出来。 យើងនឹងអាចជួយសង្គ្រោះគាត់ពីកណ្ដាប់ដៃអរិយចេញមកបាន 哎，这就真的要归荣耀给耶稣基 ទាំងអស់ 督。 នេះពិតប្រាកដណាស់ពិតជាថ្វាយសេរីល្អដល់ព្រះ 我想我们这一段呢就讲到这里 ចឹងចំណុចកន្លែងនេះគឺខ្ញុំអธิบายត្រឹមនេះសិន 啊，一切的感恩赞美归荣耀给耶稣基督的圣名。 គ្រប់យ៉ាងសរសើរដំកើងថ្វាយសេរីល្អដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ 哈利路亚，阿门。ហាឡេលូយ៉ាអាមែន